យ៉ាងហោចណាស់សូមកុំឲ្យក៏ស្រក់ទឹកភ្នែកនៅពេលដែលឃើញទង្វើរបស់បងប្អូនមិនគប្បីនឹងភាពអវិជ្ជារបស់បងប្អូនអានឹងគឺជារឿងគ្រោះថ្នាក់ណាស់ហើយមិនថាគ្រួសារឬសង្គមទេគ្រួសារដែលមានកូនអវិជ្ជាគឺជាប្រភពនៃការបំផ្លាញឪពុកម្ដាយអញ្ចឹងនៅពេលដែលយើងចង់បោះបង់ចោលត្រូវនឹកឃើញតើយើងរៀនដើម្បីអីពេលខ្លះបើយើងបោះបង់ចោលយើងនឹកឃើញតែម្ដាយឪពុករបស់យើងដែលកំពុងតែធ្វើការហាថ្ងៃដកស្នាមស្ទុំស្រូវនៅឯស្រែដែលគាត់ត្រូវការយើងត្រូវការទោះបីយើងបងប្អូនមិនបានទៅជួយគាត់ក៏ដោយប៉ុន្តែគាត់នឹងញញឹមពីចម្ងាយនៅពេលដែលឃើញបងប្អូនមានសមត្ថភាពបងប្អូនចេះបងប្អូនអាចមានសមត្ថភាពបងប្អូនខ្លាយជាសិស្សពូកែឃើញបងប្អូនតាមបណ្ដាញសង្គមឃើញបងប្អូនជួបជាមួយថ្នាក់ដឹកនាំឃើញបងប្អូនជួបជាមួយនឹងសិស្សច្បងពូកែឪពុកម្ដាយដែលគាត់ជាអ្នកស្រែចម្ការនៅឯស្រុកឯណោះគាត់នឹងញញឹមបើទោះបីជាបងប្អូនគ្មានលុយទៅជូនគាត់ក៏ដោយតែគាត់នឹងទឹកភ្នែកវិញនៅពេលដែលឃើញកូនរបស់គាត់គ្មានចំណេះដឹងហើយប្រព្រឹត្តអំពើអបាយមុខយ៉ាងហោចណាស់បើមិនបានសងគុណគាត់ដោយការតបគុណតាមរយៈការជួយពីថវិកាឬក៏អ្វីផ្សេងទេយ៉ាងហោចណាស់សូមកុំឲ្យក៏ស្រក់ទឹកភ្នែកនៅពេលដែលឃើញទង្វើរបស់បងប្អូនមិនគប្បីនឹងភាពអវិជ្ជារបស់បងប្អូនអានឹងគឺជារឿងគ្រោះថ្នាក់ណាស់ហើយមិនថាគ្រួសារឬសង្គមទេគ្រួសារដែលមានកូនអវិជ្ជាគឺជាប្រភពនៃការបំផ្លាញឪពុកម្ដាយគ្រួសារមួយដែលកូនអត់បានរៀនសូត្រអត់ខិតខំប្រឹងប្រែងទីបំផុតគឺមាតាបិតាគឺជាសត្រូវរបស់កូនសត្រូវយ៉ាងម៉េចព្រោះកូនវាមិនបានឲ្យតម្លៃចំពោះម្ដាយឪពុកព្រោះអត់ចេះដឹងឬក៏បង្កើតតែបញ្ហាដល់ឪពុកម្ដាយសង្គមជាតិដូចគ្នាដែរបើសង្គមជាតិមួយសម្បូរដោយមនុស្សអវិជ្ជាច្រើនវានឹងបន្ទុកសម្រាប់ជាតិនោះហើយមិនអាចទៅមុខទេហើយគុំនិយាយអំពីចក្ខុវិស័យឆ្នាំ2050របស់កម្ពុជានោះគឺមិនអាចទៅរួចឡើយអញ្ចឹងវាត្រូវតែយើងទាំងអស់គ្នាខិតខំប្រឹងប្រែងពូតជ្រុំរួមដៃគ្នាកសាងនូវទុនមនុស្សដើម្បីជាតិសាសន៍របស់យើងពិភពលោកឥឡូវមិនដូចពិភពលោកពីមុនទេហើយពិភពលោកអនាគតណាមិនដូចពិភពលោកម៉ែឲ្យយើងនៅទេការងារខ្លះអត់ទាន់មានផងការងារខ្លះអត់ទាន់បង្កើតផងការលោកគ្រូនៅមកស្រុកខ្មែរដំបងការងារឡើយសើតែ70% អត់ទាន់មានទេបាទគាត់រហូតទូរស័ព្ទខលមានអត់មានផង Facebook ទៅបង្កើតនោះបាទចង់តំណតំណងគ្នាជួនកាលទៅគេហៅថាស្អី call international call direct call indirect call ហ្នឹងថ្លៃណាឥឡូវគាត់មិនត្រឹមតែ call ទេនិយាយមើលមុខគ្នាទៀតណាបាទវាទៅជាអញ្ចឹងហើយប្រជុំមិនបាច់ជួបគ្នាទៀតពីមុនគិតអត់ដល់សម័យដល់ទេអញ្ចឹងការជំនាន់ខ្ញុំមិនដូចជំនាន់ម៉ែឲ្យយើងជំនាន់ម៉ែឲ្យយើងក៏មិនដូចជំនាន់អនាគតដែលកូននឹងមានទេគឺជួនកាលការងារមួយចំនួនច្រើនណាអត់ទាន់កើតឡើងផងអញ្ចឹងកូនរៀនដល់មកចប់សាកលវិទ្យាល័យការងារប្រែប្រួល 30-40% ទៀតដែរអញ្ចឹងកូនទៅស្ទង់មើលពិនិត្យមើលហើយសាវជ្រាវមើលថាស្អីទៅនឹងមកមុខថ្ងៃក្រោយទៀតសំខាន់មើលព័ត៌មានគេប្រាប់ហើយអូថ្ងៃនេះគេមានចេះបាទនរណាគិតដល់ថាសម័យឥឡូវយើងមានកន្លែងសាកឡានស្រាប់ឆាយឡានពីមុនយើងរកកន្លែងចាក់សាំងឥឡូវមួយរកកន្លែងឆាយឡាននេះអគិសនីអាគុយអីហ្នឹងអញ្ចឹងវាលឿនណាស់អញ្ចឹងធ្វើអីក៏ដោយសិក្សាក៏ដោយទី1រកចំណុចខ្លាំងរបស់យើងបកកែខាងអីណាបាទទី2ចំណូលចិត្តយើងខាងអីប៉ុន្តែទី3ទី4នេះនឹងងាប់រស់ហ្មងណាមានន័យថាយើងត្រូវដឹងថាថ្ងៃក្រោយទីផ្សារស្រុកខ្មែរយើងគេត្រូវការអីហើយក្មួយទាំងអស់ស្ដាប់ណាបើក្មួយអត់ស្ដាប់ទេក្មួយថ្ងៃក្រោយនឹងស្ដាយក្រោយហើយបានព្រោះអ្នកខ្លះជ្រើសរើសជំនាញតាមម៉ាក់ប៉ាខ្ញុំតាមមិត្តភ័ក្តិអូតាមខ្ញុំធ្លាប់ដឹងណូសិក្សានេះតាទីផ្សារអនាគតនេះគេត្រូវការអីជុំបីទីផ្សារឥឡូវក៏អត់ទាន់សំខាន់ទីផ្សារអនាគតគេត្រូវការអីហើយមានតែប្រាប់យើងយើងអានស្ដាប់ព័ត៌មានមកយើងដឹងហើយមិនតែទីផ្សារអនាគតទេណាក្មួយកូនតម្រូវការអនាគតបាទតម្រូវការអនាគតដែលក្មួយថ្ងៃក្រោយត្រូវការស្អីគេអានឹងហើយដែលគេត្រូវការអញ្ចឹងណាក្មួយកម្ពុជានៅអនាគតនឹងត្រូវការ
វិជ្ជបណ្ឌិតនឹងត្រូវការគ្រូបង្រៀនពីដើមគ្រូបង្រៀនណាគាត់មានគ្រូបង្រៀនគេលើកកូនឲ្យគ្រូបង្រៀនប្រាក់ខែមហាអស្ចារ្យហើយកុំមើលស្រាថ្ងៃក្រោយគ្រូបង្រៀនណាជប់ថ្ងៃឥឡូវនេះដដើមគ្នាដល់កពីសាលាមួយទៅសាលាមួយទាញគ្នាខ្វះគ្រូបង្រៀនបាទហើយឯកជនស្ទើរតែដាច់ខ្យល់ហើយចង្ការពិបាករកគ្រូបង្រៀនណាសមាតូដល់លួចពីខាងរដ្ឋមកវិញចករៀនគ្រូផាត់ថែមយ៉ាងទៅអញ្ចឹងថ្ងៃក្រោយត្រូវដឹងថាគ្រូបង្រៀនប្រាក់ខែខ្លាំងណាស់ហើយទូនាទីថ្លៃថ្នូរបំផុតបាទហើយមួយទៀតផងដែរវិស្វករហើយលើវិស្វករមួយ engineer មួយតែបើកមើលវិជ្ជាណានក្រមឡើងវិញណា engineer មុន10 20ជំនាញ engineer ចឹងតែមើល engineer វិស្វករនោះស្អីខ្លះបាទ computer science ក៏ engineer ខាង artificial intelligence ក៏ engineer ខាង security cyber security ក៏ engineer ហើយ cyber security នេះមួយគួរតែចាំណាត្រូវការបំផុតថ្ងៃក្រោយត្រូវការបំផុតថ្ងៃខ្មែរយើងក្រហ្មងមិនមែនថាខ្វះក្រ cyber security ហ្មងហើយបើអញ្ចឹងក្មួយតិច Telegram បាត់តិច Telegram គេលូតិច Telegram គេចូលវាយទៅពួកអត់មានជំនាញ cyber security តាមក្រុមហ៊ុនតាមសាលាតាមអីខ្វះហើយបើក្មួយទៅរៀនខាងហ្នឹងថ្ងៃក្រោយគេទៅត្រង់ជួយកយើងអាហ្នឹងគាត់ឧទាហរណ៍មួយដែលការងារដែលខ្ញុំគិតដល់ណាកូនខ្ញុំអត់គិតដល់ឥឡូវក្មួយត្រូវគិតដល់ណាព្រោះអាហ្នឹងសំខាន់មួយទៀតផងដែរមិនត្រឹមតែវិស្វករទេអ្នកវិទ្យាសាស្ត្រនិយាយអ្នកវិទ្យាសាស្ត្រយើងមិនបាច់និយាយទេយើងមិនក្រទេយើងខ្សត់ហ្មងយើងហៅមកគ្រាប់ឡើងអាប៉ូឡូតើមានផងបាទមិនតន់បកកាត់លេខ0ឡើយយើងនេះរឿងអ្នកឡើងអាប៉ូឡូអានឹងវិទ្យាសាស្ត្រសំខាន់ណាស់ក្មួយហើយអ្នកជំនាញបច្ចេកវិទ្យាសហគ្រិនភាពនិងអ្នកបច្ចេកទេសផ្សេងដែលដឹកនាំដោយសុចរិតភាពចាំច្បាស់ស្អីក៏ដោយចុងក្រោយមានសុចរិតភាព